បងប្អូនណាខ្លះស្គាល់ដើមមនសម្រាប់ខ្ញុំទៅតែស្គាល់ដើមមននេះធ្លាប់តែឮគេនិយាយថាដើមមនតែមិនដែលបានឃើញឥឡូវបានឃើញហើយបានដាំទៀតដើមមនដែលពុកម៉ែបងប្អូនកំពុងតែមើលនេះគឺខ្ញុំបានពូជពីផ្ទះម្ដាយមីងខ្ញុំគឺពូជដែលខ្ញុំបានហ្នឹងគឺដើមវាតែមកកំណាត់ប្រហែលជា2ថ្នាំងដៃទេហើយទំហំវាប៉ុណ្ណចកឹះទេដែលខ្ញុំយកមកដាំហ្នឹងណាប៉ុន្តែក្រោយពីពេលដែលខ្ញុំដាំរយៈពេល4-5 ខែមកវាលូតលាស់បានល្អខ្ពស់ឡើងលិចក្បាលបាត់ដល់ពេលឥឡូវនេះខ្ញុំដល់ពេលដែលខ្ញុំត្រូវកាប់មែកវាចេញដើម្បីទុកឲ្យវាលាស់បន្ថែមទៀតហើយយកមែកដែលកាប់ហើយហ្នឹងខ្ញុំយកមកកន់ច្រាំវាជាខ្លីៗមកដើម្បីខ្ញុំយកទៅដាំបន្តទៀតអ្វីដែលបងប្អូនឃើញនេះមិនមែនកាប់ចោលទេណាគឺខ្ញុំកាប់ដើម្បីដាំឡើងវិញដោយសារតែខ្ញុំដឹងថាដើមមនហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនមែនតើអញ្ចឹងហើយបានជាខ្ញុំខំស្វែងរកពូជឬក៏ដើមយកមកដាំដើម្បីយកមកជាទុកហូបនៅផ្ទះយើងណាព្រោះអីជាប្រភេទដើមឈើមួយដែលមានសារៈប្រយោជន៍សំខាន់ច្រើនសម្រាប់សុខភាពយើងណាដើមមនហ្នឹងជាភាសាខ្មែរយើងហើយបើភាសាអង់គ្លេសគេហៅដើម Mulberry ឬមួយក៏ខ្មែរយើងមួយចំនួនទៀតហៅអាដើមតកូវនាងដែលគេយកស្លឹកវាឲ្យតកូវនាងដែលផលិតជាសូត្រហ្នឹងស៊ីខ្ញុំធ្លាប់ឃើញអត្ថបទសុខភាពគេនិយាយរៀបរាប់ពីអត្ថប្រយោជន៍របស់ផ្លែមនហ្នឹងគឺវាមានសារៈសំខាន់ជាច្រើនដល់ទៅ11ប្រភេទ11យ៉ាងវាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហាររបស់យើងវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមជួយឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់យើងនឹងរឹងមាំហើយជួយសម្រួលដល់ចរន្តឈាមសម្រួលបេះដូងជួយឲ្យបន្ថយភាពចាស់មុនអាយុមានន័យថាយើងញ៉ាំមនច្រើនទៅយើងក្មេងជាងវ័យអីអញ្ចឹងណាលើកសម្រស់លើកសុខភាពយើងអញ្ចឹងទៅហើយពិសេសមួយទៀតនោះគឺកាត់បន្ថយហានិភ័យពីការកើតជំងឺមហារីកហើយថែមទាំងជំនួយដល់ស្បែកជំនួយដល់ឆ្អឹងជំនួយដល់ថ្លើមជំនួយដល់សក់ហើយជាពិសេសហ្នឹងផ្លែមនអត់មានអីពិបាកហូបទេពេលវាទុំខ្លាំងវាមានរសជាតិជូរអែមដូចផ្លែត្រពាំងបាយជូរឬមួយក៏ផ្លែតាគៀបក្តាមអញ្ចឹងហើយអ្វីដែលពិសេសមួយទៀតហ្នឹងគឺថាស្រួលដាំមែនតែនគ្រាន់តែកាច់មែកខ្លីៗយកមកដោតដីក៏អាចរស់បានបន្តទៅទៀតដែរគឺមានលក្ខណៈពិសេសមែនតែនពិសេសជាងដើមឈើដទៃទៀតខ្ញុំដាំមនឡើងវិញរួចហើយចាំមើលបានលទ្ធផលខ្ញុំបង្ហាញបងប្អូនបន្តទៀតអរគុណ